គណៈបកភឿថៃបង្ហាញបំណងដាក់ញត្តិដកសេចក្តីទុកចិត្តលើរដ្ឋាភិបាលលោកអនុទិនទីក្រុងបាងកកតំណាងរាស្ត្រមកពីគណៈបកភឿថៃដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីនស៊ីនវត្រាបានចេញមុខប្រកាសពីការប៉ុនប៉ងដាក់ញត្តិចោទប្រកាន់នាយករដ្ឋមន្ត្រីថៃលោកអនុទិនឆាន់វីរកុលឲ្យមានការជជែកដេញដោលបោះឆ្នោតដកសេចក្តីទុកចិត្តលើសភាចំពោះលទ្ធភាពរំលោភអំណាចយោងទៅតាមការចេញផ្សាយរបស់ Thai Explorer លោកវិសុទ្ធឆៃនរុនអនុប្រធានគណៈបកភឿថៃនិងជាអតីតប្រធានរដ្ឋាភិបាលបាននិយាយថាគណៈបកភឿថៃត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់ញត្តិដកទំនុកចិត្តប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយលោកអនុទិនមកពីគណៈបកភូមិใจថៃលោកអនុទិនឆាន់វីរកុលបានចូលកាន់តំណែងតួនាទីពេញលេញនិងប្រកាសគោលនយោបាយនៅដើមខែតុលាបើទោះបីជារដ្ឋាភិបាលរបស់លោកកាន់តំណែងមិនដល់2ខែក៏ដោយក៏មន្ត្រីគណៈបកភឿថៃដែលក្លាយជាគណៈបកប្រឆាំងក្រោយបាត់បង់ការកាន់អំណាចកាលពីដើមខែកញ្ញាលោកវិសុទ្ធបានបញ្ជាក់ថាការដាក់ញត្តិជជែកដេញដោលនេះជាកាតព្វកិច្ចរបស់គណៈបកប្រឆាំងលោកវិសុទ្ធបានបន្ថែមថាគណៈបកភឿថៃបានទទួលព័ត៌មានយ៉ាងទូលំទូលាយដែលចង្អុលទៅកាន់បញ្ហាធ្ងន់ធ្ងរក្នុងការអនុវត្តរបស់រដ្ឋាភិបាលលោកអនុទិនកន្លងមកការអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអនុទិននិងគណៈរដ្ឋមន្ត្រីរបស់លោកបន្តធ្វើការងារដោយមិនមានការត្រួតពិនិត្យអាចបំផ្លាញភាពជឿទុកចិត្តរបស់ប្រទេសគណៈបកត្រៀមបង្ហាញការពិតដល់សាធារណជននិងរារាំងរដ្ឋាភិបាលមិនឲ្យបន្តសកម្មភាពដែលគួរឲ្យសង្ស័យឆ្លើយតបចំពោះការអះអាងរបស់គណៈបកប្រជាជនដែលថារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអនុទិនមិនទាន់បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅឡើយទេតាមរយៈ Thai Explorer លោកវិសុទ្ធបាននិយាយថាវាគឺសម្រាប់គណៈបកប្រជាជនជាអ្នកវិនិច្ឆ័យគណៈបកភឿថៃអាចដាក់ញត្តិដោយឯករាជ្យដោយមិនពឹងផ្អែកលើសម្លេងឆ្នោតរបស់គណៈបកប្រជាជនឡើយកន្លងទៅថ្មីនេះនាយករដ្ឋមន្ត្រីអនុទិនបានសារភាពថារដ្ឋាភិបាលសម្លេងភាគតិចរបស់លោកគ្មានលទ្ធភាពការពារខ្លួនឡើយបើមានការដាក់ញត្តិចោទប្រកាន់សម្រាប់ការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភាពិតមែននោះទោះបីជាបែបនេះក្តីភាពមិនចុះសម្រុងផ្នែកនយោបាយនៅក្នុងប្រទេសថៃបានធ្វើឲ្យគណៈបកនានាធ្វើសកម្មភាពដើម្បីបង្កើនប្រជាប្រិយភាពនៅមុនពេលបោះឆ្នោតសកលដែលគ្រោងធ្វើឡើងនៅក្នុងខែមីនាឬខែមេសាឆ្នាំ2026បន្ទាប់ពីការរំលាយសភាមុនអាណត្តិរបស់នាយករដ្ឋមន្ត្រីលោកអនុទិនរឿងរ៉ាវជុំវិញជំហរនិងសម្ដីរបស់លោកអនុទិនឆាន់វីរកុលដែលធ្វើឲ្យប៉ះពាល់ដល់សហរដ្ឋអាមេរិកនៅតែក្តៅគគុកនៅក្នុងប្រទេសថៃដោយមានមន្ត្រីជាច្រើនចេញមុខជាបន្តបន្ទាប់រិះគន់នាយករដ្ឋមន្ត្រីថៃរូបនេះរំលឹកទៅកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025លោកអនុទិនបាននិយាយថាខ្ញុំលែងខ្វល់ពីការចរចាពាណិជ្ជកម្មឬពន្ធគយជាមួយសហរដ្ឋអាមេរិកនឹងហើយប្រសិនបើយើងមិនអាចលក់ទំនិញទៅប្រទេសនេះបានទេយើងនឹងរកកន្លែងផ្សេងលក់ជំនួសវិញសម្ដីនេះបង្កឲ្យមានប្រតិកម្មជាបន្តបន្ទាប់ដោយដំបូងគឺរដ្ឋមន្ត្រីពាណិជ្ជកម្មថៃគឺលោកស្រីស៊ូថាំផុនដែលចេញមុខបដិសេធជាសាធារណៈចំពោះការលើកឡើងរបស់លោកអនុទិនដោយបញ្ជាក់ថាសហរដ្ឋអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មចម្បងបំផុតរបស់ប្រទេសថៃបដិញ្ញាចំពោះតុល្យភាពទំនាក់ទំនងល្អនិងកិច្ចសហប្រតិបត្តិការបន្តទៀតក្រោយមកមានអ្នកនាំពាក្យគណៈបកភឿថៃគឺលោកសុកស៊ីតស្រីជុំខ្វាន់ដែលបានរិះគន់នៅអ្វីដែលលោកហៅថាសារច្របូកច្របល់និងគ្មានខ្ចីរបស់លោកអនុទិនលោកបាននិយាយថាសម្ដីនេះធ្វើឲ្យខូចកិត្យានុភាពរបស់ប្រទេសថៃនិងធ្វើឲ្យជំហររបស់ថៃចុះខ្សោយក្នុងផ្នែកការទូតអន្តរជាតិបន្តមកទៀតមន្ត្រីមួយចំនួននៅក្នុងជួររដ្ឋាភិបាលក៏ស្ដីបន្ទោសលោកអនុទិនផងដែរកំពុងសាងកំហុសយុទ្ធសាស្ត្រនាំឲ្យកិច្ចចរចាពាណិជ្ជកម្មរបស់ថៃត្រូវបានផ្អាកទាំងដែលរឿងនេះអាមេរិកគួរតែយកទៅប្រើដើម្បីដាក់សម្ពាធលើកម្ពុជាវិញទៅត្រូវចុងក្រោយមកមេបកភឿថៃលោកឈូឡាផានក៏បានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ថាអភិបាលកិច្ចជាតិត្រូវតែផ្អែកលើការគិតប្រកបដោយសម្លេងនិងការវិតម្លៃស្ថានភាពទូលំទូលាយមិនមែនផ្អែកលើការឆ្លើយតបតាមអារម្មណ៍នោះទេឬប្រើពាក្យសម្ដីដែលមិនបានថ្លឹងថ្លែងនោះឡើយពាក្យសម្ដីរបស់ថ្នាក់ដឹកនាំមិនមែនគ្រាន់តែឆ្លុះបញ្ចាំងពីគំនិតផ្ទាល់ខ្លួនប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងអំពីជំហររបស់ប្រទេសថៃចំពោះសហគមន៍អន្តរជាតិផងដែរលោកបានបន្តថាព្រឹត្តិការណ៍ថ្មីៗនេះគូបញ្ជាក់ពីកង្វះខាតនៃទំនាក់ទំនងដោយប្រុងប្រយ័ត្ននិងការប្រើប្រាស់ពាក្យសម្ដីមិនចេះគិតដែលអាចមានឥទ្ធិពលនិងផលវិបាកផ្នែកការទូតនិងសេដ្ឋកិច្ចថៃសម្រុកសង់ត្រង់សេបេតុងនិងផ្លូវយុទ្ធសាស្ត្រជាប់ព្រំដែនកម្ពុជាប្រទេសថៃកំពុងពង្រឹងការសាងសង់ត្រង់សេបេតុងរាប់រយកន្លែងនិងផ្លូវយុទ្ធសាស្ត្រជាច្រើនខ្សែសម្រាប់ដឹកជញ្ជូនទ័ព
អាវុធនិងស្បៀងនៅតាមតំបន់ជួរមុខជាប់ព្រំដែនប្រទេសកម្ពុជានេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតថៃជាច្រើនដែលបានចេញផ្សាយប្រងព្រាតនៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025យោងទៅតាមកាសែតអារ៉ាត់ប្រទេសថៃបានរាយការណ៍ថាលេនដ្ឋានរាប់សិបនៅខេត្តស៊ីសាកេតនិងខេត្តសូរិនជាប់ខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារនិងខេត្តស្រះកែវជាប់ខេត្តបន្ទាយមានជ័យត្រូវបានសាងសង់រួចរាល់និងខ្លះទៀតកំពុងតែពន្លឿនបញ្ចប់ការសាងសង់លេនដ្ឋានទាំងនេះធ្វើពីបេតុងដ៏រឹងមាំនិងឡោមព័ទ្ធដោយដីនិងកង់ឡានគ្របពីលើអនុប្រធានតំបន់នគរបាលជាប់ព្រំដែនលេខ22របស់ថៃបានប្រាប់កងទ័ពថាលេនដ្ឋានទាំងនេះត្រូវបានរចនាឡើងដើម្បីទប់ទល់ទៅនឹងអាវុធធុនធ្ងន់និងត្រៀមបំរុងសម្រាប់ការប៉ះទង្គិចដោយមិនបានព្រៀងទុកកាសែតថៃក្នុងស្រុកបានរាយការណ៍ថាការសាងសង់ផ្លូវក៏កំពុងតែបន្តដែរហើយមេបញ្ជាការយុទ្ធភូមិភាគនីមួយៗបានធ្វើដំណើរទៅកាន់ទីតាំងជួរមុខស្ទើរតែរាល់ថ្ងៃក្រៅពីត្រង់សេនិងផ្លូវទាហានថៃក៏បានសាងសង់ជំរកសុវត្ថិភាពសម្រាប់ពលរដ្ឋថៃនៅតាមព្រំដែនផងដែរនៅតាមទីតាំងនីមួយៗមានបំពាក់ឧបករណ៍ឃ្លាំមើលនិងកាមេរ៉ាដើម្បីតាមដានចលនានៅតាមព្រំដែនការសាងសង់នេះមួយផ្នែកធំគឺជាការឧបត្ថម្ភរបស់ក្សត្រីថៃសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោកអិនសុផលបានផ្ដល់យោបល់តាម Facebook ផ្លូវការរបស់លោកថាកម្ពុជាគួរតែបង្កើនការសាងសង់លេនដ្ឋានរឹងមាំជាពិសេសក្នុងចំណោមពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនលោកកិនភៀអ្នកវិភាគនយោបាយបានយល់ស្របហើយនិយាយថាថៃហាក់មិនមានចេតនាបញ្ចប់ជម្លោះជាមួយកម្ពុជានោះទេដូច្នេះកម្ពុជាត្រូវតែត្រៀមបំរុងសម្រាប់ការប៉ះទង្គិចជាយថាហេតុគួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះអ្នកនាំពាក្យកងទ័ពថៃបានចេញប្រកាសថាអ្វីដែលជារបស់ថៃពួកគេត្រូវតែយកមកវិញទាំងអស់រួមទាំងប្រាសាទតាក្របីផងដែរហើយតាក់ទិននឹងកងទ័ពកម្ពុជាទាំង18នាក់ក៏មិនអាចដោះលែងបានដែរលុះត្រាតែវិវាទនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃត្រូវបានដោះស្រាយទាំងស្រុង